បងមួយអូខេខ្ញុំឈ្មោះបលកេហុងដែលខ្ញុំជាសអាហារូបករណ៍ពីសាលាស្ទើប្រវត្តិអន្តរជាតិអូខេមានអារម្មណ៍មិនដែរមានអារម្មណ៍ថាសប្បាយចិត្តបងដែលបានទទួលអាហារូបករណ៍មួយនឹងហើយអត់នឹកស្មានថាខ្លួនឯងបានមករៀននៅចិនបានទៅរៀននៅចិននេះហើយក៏អរគុណខាង SFA ផងដែរដែលបានផ្ដល់អាហារូបករណ៍មកឲ្យខ្ញុំហើយថ្ងៃហ្នឹងខ្ញុំសប្បាយចិត្តទៀតដោយសារតែខ្ញុំបានមកជួនលៀនថ្មីលើកទី1ទៀតមកអូខេហើយអត់និយាយទៅរំភើបបងអត់ភ័យទេហើយមិនដែរគិតថាទៅរៀននៅចិនហើយថ្ងៃណាមកលេងផ្ទះវិញឡើយគិតថាប្រហែលជាឆ្នាំក្រោយពេលចូលខាងចិនខ្ញុំមកវិញទេបងអូខេហើយឥឡូវមួយទៀតទៅដល់ចិនភ្លាមចង់ធ្វើអីគេមុនគេទៅដល់ចិនភ្លាមចង់ធ្វើអីមុនគេដល់ចិនភ្លាមគឺចង់ទិញកប៉ាល់មុនគេអូខេនេះចឹងហើយអូខេអញ្ចឹងតោះឥឡូវណែនាំខ្លួនឲ្យបងម្នាក់មួយសិនអូខេខ្ញុំឈ្មោះសួរសង្អេខ្ញុំលុនសាលិនសាស្តាអូខេអញ្ចឹងបងចង់ដឹងថា3នាក់អូនឯងទៅពីគ្នាណោះអូខេចឹងគាត់ថានិយាយទៅលៀបថាយើងមាន commitment ប៉ុណ្ណាដើម្បីទៅរៀននៅប្រទេសចិនឲ្យខ្លាំងចឹងណាអូខេសិនបងខ្ញុំសប្បាយចិត្តពេលតាមផ្លូវមកមាន support ចឹងមានពេលអត់មានអីចឹងណាមើលទៅ cool ហ្មង cool ហើយទី2នោះខ្ញុំមកដែលជិះយន្តហោះឯងទី1ណាបាទលើកទី1ហ្មងហ្នឹងហើយខ្ញុំមានអារម្មណ៍តាមផ្លូវហើយមកពលានថ្មីទៀតហ្នឹងអូខេអញ្ចឹងដោយសារតែឥឡូវនេះក៏យើងមានសិស្សទី12ដែលគាត់ទៅតែប្រឡងហើយថ្មីដែរអញ្ចឹងបងចង់ឲ្យពីនេះឯងមានអីជាលើកទឹកចិត្តដល់ពួកគាត់ដើម្បីឲ្យមានឱកាសដូចពួកយើងទៅចិនហ្នឹងហើយទី1ទីចង់ដឹងតបានទៅអូខេចង់ឲ្យខំប្រឹងហ្នឹងហើយខំប្រឹងហើយទៅខាង step over មានតែខ្ញុំពរឲ្យឆាប់មានប្រេស្មៃហើយនឹងប្រេស្មៃខាងកាប់អូខេជីស៊ូបាទមីស៊ូអូខេជួយណែនាំខ្លួនបងតិចមកខ្ញុំឈ្មោះកុលបុត្រអញ្ចឹងបងប្អូនទី12តាមតែប្លង់បាត់ដប់ហើយអញ្ចឹងបងចង់ឲ្យឯងមានពរឬក៏អាចថាជាការលើកទឹកចិត្តដើម្បីឲ្យគាត់មានថ្ងៃនេះឯងឲ្យគាត់បានហើយផ្លូវជីវិតថ្មីមួយដែលល្អអញ្ចឹងតែគាត់ទៅទទួលបាននៅ experience នៅប្រទេសផ្សេងអញ្ចឹងបាទអូខេអញ្ចឹងនេះបងមានតែប៉ុណ្្នឹង